ta thơ mới đập bay ballon ai ở lại ba mình tụ cua hai ngày nét nhôm nâng mà trai đầm lấy bị thi xa bỏ nhóm đã chui áo bóng ố đại quát trong mà điểm sọc kê trong châu sọc và chia lai rước trong apply sản trị đại trơ ca bị xa on lề nắng đập bay ai ballon man tụ cua ở hai phần tụ bỏ nhóm ca bị nhóm ballon lực môn nắng cứ bán listening bóng bảy trích pram reading bóng bơ writing bóng mối hay speaking bóng bơហើយនេះគឺជាការប្រឡង IELTS លើកទី1ក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំអត់បានធ្វើ practice ច្រើនទេនៅពេលដែលខ្ញុំទៅប្រឡងនោះខ្ញុំបានមើល YouTube ខ្លះហើយនឹងធ្វើលំហាត់ប្រហែលជា2-3ថ្ងៃទេព្រោះខ្ញុំប្រញាប់យកបន្ទុកហ្នឹងយកទៅដាក់ visa អញ្ចឹងណាហើយថ្ងៃនេះខ្ញុំនឹងបញ្ជាក់រំលែក website ដែលខ្ញុំប្រើហ្នឹងហើយបើសិនជាអ្នកនរគ្នាបានធ្វើលំហាត់ច្រើនថ្ងៃដូចជាមួយខែឬក៏2ខែអីមុនប្រឡងអញ្ចឹងទៅនឹងបានបន្ទុកខ្ពស់ជាងខ្ញុំទៅទៀតអញ្ចឹងទី1គឺ IELTS list website IELTS list នេះមាន exercise មួយskill ចឹងណាអ្នកនរគ្នាអាចចូលទៅធ្វើកាន់តែច្រើនកាន់ណាបន្ទុកល្អកាន់នឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាអាច also ទៅមើលទៅលើ official website របស់ IELTS ផ្ទាល់ដែលនៅក្នុងនោះគេនឹងប្រាប់ពី sample ហើយនឹងគេឲ្យ practice test ជា sample ខ្លះៗឲ្យយើងរៀនដូចគ្នាដែរហើយទី3ខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាពេលដែលធ្វើលំហាត់បានច្រើនហើយយើងទៅធ្វើ mock test នៅក្នុង IELTSonlinetest.com នេះគឺ mock test ហ្នឹងគឺដូចជាវាមាន everything ដែលយើងនឹងត្រូវប្រឡងសូម្បីតែពេលវេលាអីវាត្រូវទាំងអស់អញ្ចឹងយើងអាចមើលសមត្ថភាពយើងថាអូតើឥឡូវហ្នឹងខ្ញុំធ្វើ practice ប៉ុណ្ណឹងខ្ញុំអាច achieve score ប៉ុណ្ណឹងដែលខ្ញុំចង់បាននឹងនៅ if after mock test តើយើងដឹងថាយើង ready for the test or not យ៉ាហើយមួយទៀតទី4គឺខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាទៅមើល YouTube IELTS Advantage ដែលអ្នកទាំងអស់គ្នាអាចឆែកមើល speaking ដែលគេនិយាយបែប8ចុច speaking ហ្នឹងគេនិយាយបែបមិនចឹងណាហើយទី5ហ្នឹង Cattle One ហ្នឹងក៏វាឲ្យ free credit ទៅលើលំហាត់មួយចំនួនហើយនឹង mock test ដែរអញ្ចឹងបើសិនជា mock test នៅ website មួយនោះធ្វើអត់គ្រប់ទេអ្នកនរគ្នាអាចប្រើ website ហ្នឹងធ្វើ mock test បន្ថែមបានធ្វើ mock test កាន់តែច្រើនអ្នកនរគ្នាអាចប៉ាន់ស្មានសមត្ថភាពខ្លួនឯងកាន់តែច្រើនដូចគ្នាអញ្ចឹងខ្ញុំមានតែ5ចំណុចហ្នឹងទេបើបងចូលឆាយហើយចង់បាន link direct ទៅ website ហ្នឹងហ្មងណាជួយ comment ពាក្យថា IELTS នៅខាងក្រោមវីដេអូខ្ញុំនឹង inbox ទៅបងតែម្ដងទាំងអស់គ្នាចង់ឃើញខ្ញុំចែករំលែកនៅវីដេអូបែបអញ្ចឹងទៀតកុំភ្លេចចុច follow ម្នាក់មួយផងដើម្បីដឹងព័ត៌មានបន្ថែមទៀត